ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ផ្ទះគំរូវីឡាតូលថ្មីដែលបងប្អូនទាំងអស់គ្នាកំពុងតែតឹងរង់ចាំឲ្យត្រូវអត់ឥឡូវនេះផ្ទះគំរូវីឡាតូលកែងរបស់យើងបានរៀបចំជាមួយនឹងដេក័រដាក់គ្រឿងសង្ហារឹមហើយស្អាតយ៉ាងប្រណិតនៅផ្នែកខាងក្នុងចង់នឹងថាមានភាពស្រស់ស្អាតកម្រិតណាតោះទទួលស្ដាប់ទាំងអស់គ្នាជាមួយនឹងខ្ញុំបាទអូខេបងប្អូនទាំងអស់គ្នាវីឡាតូរបស់យើងគឺយើងមានទីធ្លាចំណតរថយន្តដែលបងប្អូនអាចចតនៅខាងក្រោមវេដងដានេះបានរហូតដល់2គ្រឿងធំតែម្ដងបាទគឺ space ទូលាយតែម្ដងហើយបាក់រ៉ែនខាងនេះដោយសារផ្ទះនេះគឺជាប្រភេទផ្ទះកែងសោដីយើងអាចរៀបចំសួនច្បារបានហើយនៅសោដីសម្រាប់បងប្អូនដាក់តុអង្គុយលេងបានទៀតណាពិសេសតែម្ដងហើយសម្រាប់ផ្ទះនេះគឺមានសួនច្បារធំនៅចំហៀងផ្ទះបងប្អូនអរគ្នាបាទសម្រាប់សួនធំនេះបងប្អូនអាចរៀបចំ design តាមការស្រឡាញ់បានតែបងប្អូនចាប់អារម្មណ៍ផ្ទះមួយនេះតែថាចាំបាច់រៀបចំឲ្យទេគឺអូវ៉ាលីជុតនៅតែម្ដងបងប្អូនបាទសួនរៀបចំឲ្យស្អាតតែម្ដងបងប្អូនអរគ្នាបាទមានផ្កាមានរុក្ខជាតិមានដំណាំអាចហូបផ្លែបានមានតងសម្រាប់បងប្អូនដាក់អង្គុយលេងបានទៀតពិសេសតែម្ដងសម្រាប់ផ្ទះមួយនេះតោះឥឡូវនេះយើងទៅទស្សនាផ្នែកខាងក្នុងវិញម្ដងចង់នឹងថាវីឡាមួយនេះប្រណិតស្អាតកម្រិតណាបន្ទាប់ពីយើងដាក់គ្រឿងសង្ហារឹមហើយតោះ let's goអូខេបងប្អូនទាំងអស់គ្នាឥឡូវនេះយើងចូលមកដល់ផ្នែកខាងក្នុងហើយឃើញថាស្រស់ស្អាតខ្លាំងមែនទែនបន្ទាប់ពីយើងបានតុបតែងដាក់គ្រឿងសង្ហារឹមហើយសាឡុងឥឡូវនេះគឺយើងបានរៀបចំរាងអក្សរ L ហើយបើសិនជាបងប្អូនទាំងអស់គ្នាស្រឡាញ់រូបរាងបែបម៉េចអាច design តាមចំណង់ចំណូលចិត្តបានកលេចមកមើលទូតាំង TV បងប្អូនទាំងអស់គ្នាគឺស្រស់ស្អាតតែម្ដងសម្រាប់ទូតាំងនេះគឺយើងផ្ដល់ជូនគ្រប់ផ្ទះតែម្ដងបាទយើងអាច decor ជាមួយនឹងទូដាក់សម្ភារៈផ្សេងៗដាក់លម្អផ្កាទៅកាន់តែមានសោភ័ណភាពបន្ថែមទៀតឲ្យបងប្អូនទាំងអស់គ្នាបាទហើយមកកាច់នេះបងប្អូនអាចរៀបចំបែបនេះបានបងប្អូនទាំងអស់គ្នាបាទគឺមានភាពប្រណិតស្រស់ស្អាតតែម្ដងហើយនៅកន្លែងនេះវិញយើងអាចរៀបចំ decor តាមចំណង់ចំណូលចិត្តជាក់ស្ដែងបានបងប្អូនអាចរៀបចំជា console បែបនេះក៏បានទូតាំងសិភៅឬក៏បងប្អូនអាច design ជា space mini bar ក៏បានដែរបងប្អូនទូតាំងស្អីក៏បានដែររៀបចំតាមការស្រឡាញ់បានហើយកន្លែងនេះគឺជា space សម្រាប់បងប្អូនទាំងអស់គ្នាដាក់តុទទួលទានអាហារខ្នាតចន្លោះពី6នាក់ឡើងទៅដល់8នាក់ឬ10នាក់ដោយសារ space នេះគឺធំមែនទែនហើយផ្ទះនេះពិសេសយើងមានកញ្ចក់នៅខាងក្រៅកន្លែងនេះយើងអាចធ្វើជា office ក៏បានដែរបងប្អូនទាំងអស់គ្នាបាទធំមែនទែនបាទមកឥឡូវយើងកំពុងតែ decor mini bar កន្លែងនេះបងប្អូនទាំងអស់គ្នា design ជាកន្លែង party ញ៉ាំអីធ្វើជា office យើងធ្វើអីក៏បានដែរបងប្អូនទាំងអស់គ្នា space ធំ view ស្អាតបងប្អូនយើងមើល view នេះអញ្ចឹងយើងមើល view ទៅសួនច្បារស្អាតខ្លាំងតែម្ដងបងប្អូនទាំងអស់គ្នាបាទតោះឥឡូវយើងមកមើលចំណុចពិសេសក្នុងផ្ទះវិញអូខេបាទមកអូខេអញ្ចឹងកន្លែងនេះយើងមានជាមួយនឹងកន្លែង decor ទូតាំងស្រាបងប្អូនបាទពិសេសមែនទែនបងប្អូនដែលគាត់ចូលចិត្តញ៉ាំស្រាអីអាច design ទៅកន្លែងនេះជាទូតាំងស្រាបានឬមួយទៀតបើសិនជាបងប្អូនចង់ design កន្លែងនេះទៅជាកន្លែងទូតាំងចានឆ្នាំងអីក៏បានដែរបាទស្អាតខ្លាំងមែនទែននៅចំណុចនេះបាទឥឡូវយើងចូលមកដល់វ៉ាវចង្ក្រានបាយធំមានភាពប្រណិតស្រស់ស្អាតតែម្ដងកន្លែងនេះបងប្អូនយើងមាន design ជាមួយនឹងទូតាំងមួយឈុត free ជួនហើយមានកន្លែងចម្អិនហូបអាហារមានភាពងាយស្រួលមែនទែនដែលគ្មានក្លិនបាទអញ្ចឹងកន្លែងនេះគឺបងប្អូនមានលាងចានលាងអីងាយស្រួលមែនទែនមានធ្នើដាក់ចានសម្ភារៈគឺច្រើនតែម្ដងបងប្អូនទាំងអស់គ្នាបាទហើយកន្លែងនេះយើងមាន space សម្រាប់ដាក់ទូទឹកកកបងប្អូនទាំងអស់គ្នាបាទកន្លែងនេះយើងអាចរៀបចំដាក់ម៉ាស៊ីនបោកគូបានបងប្អូនទាំងអស់គ្នាបាទពិសេសមែនទែនហើយសល់ដីនេះយើងអាចដាក់តុអង្គុយនៅខាងក្រៅនិយាយទៅផ្នែកបរិវេណខាងក្រៅផ្ទះបងអាច design decor តាមចំណង់ចំណូលចិត្តបានហើយក្នុងផ្ទះនេះទាំងមូលយើងមានបន្ទប់គេងមួយនៅខាងក្រោមមកឥឡូវយើងមកមើលទាំងអស់គ្នាអូខេសម្រាប់បន្ទប់គេងនៅខាងក្រោមនេះបងអាចរៀបចំជា office ក៏បានអាចរៀបចំសម្រាប់ប៉ាម៉ាក់ក៏បានឬក៏រៀបចំសម្រាប់ទទួលភ្ញៀវម្ដងម្កាលក៏បានដែរអូខេតោះមកទស្សនាទាំងអស់គ្នាវ៉ាវស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នាបាទនិយាយទៅពណ៌គឺស្រាលស្រទន់ស្អាតប្លែកអារម្មណ៍មែនទែនពេលដែលបងមកទស្សនាបន្ទប់នេះមានអារម្មណ៍ថាយើងទទួលបានទស្សនីយភាពថ្មីជាមួយនឹងការ decor តុបតែងគឺស្អាតខ្លាំងតែម្ដងបងប្អូនទាំងអស់គ្នាបាទយើងអាចរៀបចំក្រេគេងខ្នាតធំបានហើយសល់ space សម្រាប់បងប្អូនទាំងអស់គ្នា decor សម្រាប់ដាក់ជាគ្រឿង make up ហើយមួយទៀតបងប្អូនអាច decor ជាទូនេះបងប្អូនបាន3 4ថតនេះសិតជាទូកៅអៅតែម្ដងបាទទូកៅអៅទូកាបូបទូអីក៏បានដែរបងប្អូន decor តាមការស្រឡាញ់បានបាទតោះយើងទៅមើលបន្ទប់គេងបន្ថែមទៀតហើយនៅខាងក្រោមនេះបងប្អូនអាច decor ដាក់ទូសម្ភារៈដាក់អត់សូវចាំបាច់ដូចជាម៉ាស៊ីនធូលីម៉ាស៊ីនបូមធូលីឬក៏អ្វីបានប្រើផ្ទះប្រើប្រាស់ក្នុងផ្ទះផ្សេងៗហើយមានបន្ទប់ទឹកមួយសម្រាប់ទទួលភ្ញៀវហើយនៅខាងលើយើងមាន3បន្ទប់គេងដ៏ស្រស់ស្អាតទៀតចង់នឹងថាការតុបតែងប្រណិតកម្រិតណាតោះទៅទស្សនាបន្ថែមទៀតជាមួយនឹងខ្ញុំបាទតតែម្ដងអូខេបាទអូខេបាទបងប្អូនទាំងអស់គ្នាសូមមកបង្ហាញចំណុចពិសេសនៅមុខកណ្ដាលមួយគឺជាបង្អួតធំធំនេះដែលអាចជួយឲ្យពន្លឺបាទភ្លឺពេញបន្ទប់ផ្ទះតែម្ដងទាំងបរិវេណខាងក្រោមនិងខាងលើហើយជួយលើកសម្រស់សោភ័ណភាពទៀតពេលដែលយើងដាក់យ៉ាងណនបែបនេះទៅគឺឃើញថាមានភាពប្រណិតស្រស់ស្អាតខ្លាំងតែម្ដងបាទហើយបើនិយាយពីថាសចដាវិញបងប្អូនទាំងអស់គ្នាគឺស្រួលឡើងមែនតើបងប្អូនទាំងអស់គ្នាមួយកម្មពីមួយកម្មការឡើងចុះគឺអត់មានអារម្មណ៍ថាខត់ទេបាទហើយនៅខាងលើនេះយើងមានចំនួន3បន្ទប់គេងអញ្ចឹងមុននឹងទៅបង្ហាញបន្ទប់គេងនីមួយៗសូមបង្ហាញ space នៅខាងមុខបន្ទប់បាទវិញម្ដងកន្លែងនេះមែនតើទៅបងប្អូនអាចរៀបចំសាឡុងមួយបាទអាចទៅជែកការងារឬក៏ពិភាក្សាជាមួយបងប្អូនអ្នកគណៈគ្រួសារអីគឺមានភាពងាយស្រួលតែម្ដងបាទអញ្ចឹងឥឡូវយើងមកទស្សនាបន្ទប់ទី1នៅខាងលើយើងមានបន្ទប់ទឹកមួយសម្រាប់ប្រើប្រាស់លក្ខណៈឯកជនភាពហើយបន្ទប់នេះមានស្អាតខ្លាំងមែនទែនទាំងការរៀបចំ design ពណ៌ហើយជាមួយនឹងការ decor កន្លែងនេះបងប្អូនអាចរៀបចំជាមួយនឹង laptop មួយសម្រាប់ធ្វើការហើយបងប្អូនអាចតាំងជាមួយនឹងឯកសារផ្សេងៗបានហើយមួយទៀតបងប្អូនក៏អាចរៀបចំជាមួយនឹង TV មួយដែរហើយជាមួយនឹងបាទទូដាក់សម្ភារៈផ្សេងៗច្រើនមែនទែនបាទ
ហើយក៏លេខមកមើលជាមួយនឹងការតុបតែងគ្នាវិញពណ៌នេះស្អាតណាស់បងប្អូនទាំងអស់គ្នាអត់រើសអ្វីទេមិនថាបងជាស្ត្រីឬក៏ជាបរិសុទ្ធទេអាចស្នាក់នៅបន្ទប់នេះបានពណ៌ស្អាតខ្លាំងមែនទែនឥឡូវនេះគឺយើងបានរៀបចំជាមួយនឹងតុសម្អាងមួយដែលអាចរៀបចំគ្រឿង cosmetic បានច្រើនមែនទែនហើយមានទូខោអាវរហូតដល់4ថតបងប្អូនទាំងអស់គ្នាបាទអាចដាក់ខោអាវបរិសុទ្ធក៏បានស្ត្រីក៏បានដែររៀបចំតាមជាក់ស្ដែងបាទតោះឥឡូវយើងទៅមើលបន្ទប់មួយទៀតបាទអូខេបន្ទប់នេះបងអាចរៀបចំសម្រាប់កូនប្រុសបន្ទប់នេះស្អាតខ្លាំងមែនទែនស័ក្តិសមសម្រាប់បងនៅវ័យកណ្ដាលដែលគាត់កំពុងតែរៀនផងធ្វើការផងបងប្អូនអរគ្នាបាទគឺមានភាពស្រស់ស្អាតហើយនឹងប្រណិតហើយ unique មែនទែនបាទកន្លែងនេះគឺយើងមានក្រែគេងមួយនៅកន្លែងនេះបាទមិនល្មមសម្រាប់លក្ខណៈបែបឯកជនភាពហើយកន្លែងនេះយើងអាចរៀបចំជាកន្លែងតុធ្វើការបានបងប្អូនអរគ្នាបាទហើយនៅជាប់ហ្នឹងគឺយើងមានរៀបចំជាមួយនឹងបាទដេកទូខោអាវហើយខាងក្រោមនេះថតនេះយើងអាចដាក់អីក៏បានដែរស្បែកជើងអីក៏បានដែរអូខេបាទហើយកន្លែងនេះគឺយើងមានតុមួយកន្លែងថាកញ្ចក់ពេលដែលយើងងូតទឹកងូតអីហើយយើង skin care អូខេកន្លែងនេះបាទហើយនេះគឺយើងអាចតាំងបានតាមការស្រឡាញ់ហើយកន្លែងនេះកាយលុយមែនទេកន្លែងនេះបើយើងមើលប្រភេទទៅដូចយើងកំពុងតែនៅ stall LV អញ្ចឹងលុយមែនទែនបាទហើយសម្រាប់បន្ទប់នីមួយៗយើងមានបន្ទប់ទឹកធំមែនទែនបងប្អូនអរគ្នាបាទលក្ខណៈប្រើប្រាស់បែបឯកជនភាពបាទបែបហ្នឹងតែម្ដងតោះឥឡូវនេះយើងទៅទស្សនាបន្ទប់ចុងក្រោយអូខេបាទអញ្ចឹងបន្ទប់នេះគឺជាបន្ទប់មេគ្រួសារហើយតោះទៅទស្សនាទាំងអស់គ្នាចង់ដឹងថាបន្ទប់មួយនេះស្អាតប្រណិតកម្រិតណាតោះ let's go អូខេបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំចូលមកដល់ក្នុងបន្ទប់មេគ្រួសារធំហើយឃើញថាមានភាពស្រស់ស្អាតប្រណិតតែម្ដងចំណុចពិសេសដែលខ្ញុំចង់បង្ហាញបងប្អូនគេនេះគឺជា closet គឺមានភាពទាក់ទាញមែនទែន design classic មានរបៀបរៀបរយខាងនេះបែងចែកខាងស្ត្រីខាងនេះបរិសុទ្ធលយមែនទែនហើយកាលនេះបងប្អូនអរគ្នាយើងអាចដាក់គ្រឿងអលង្ការជា island មួយដែលមានភាពប្រណិតហើយខាងក្រោមកែនេះបងប្អូនអាចដាក់សម្ភារៈដែលចាប់បាច់នៅខាងក្នុងកែនឹងបានទៀតលយតែម្ដងបាទហើយចំណុចមួយទៀតបងប្អូនតែគាត់ចង់បាននេះគឺជាកន្លែងដាក់កបោស្បែកជើងរបស់គាត់ស្អាតមែនទែនបងប្អូនអរគ្នាបាទអានេះគឺជាទូកៅអៅលក្ខណៈយើងចង់ដាក់ខោអាវវែងខោអាវខ្លីតាមតម្រូវការជាក់ស្ដែងបានហើយចំណុចនេះមួយទៀតបងប្អូនអរគ្នាអើយគឺជាកន្លែង make up សម្រាប់បងស្ត្រីដែលគាត់ចង់បានពេញចិត្តហ្នឹងគឺជាកន្លែងហ្នឹងហើយបន្ទប់ទឹកគឺមានភាពធំទូលាយខណ្ឌចែកដាច់ឡាយសម្រាប់ការងូតទឹកផ្សេងសម្រាប់ការបាត់ជើងផ្សេងផងដែរបាទឥឡូវយើងមកមើល retail នៅក្នុងបន្ទប់វិញម្ដងពណ៌សស្អាតប្លែកភ្នែកតែម្ដងបងប្អូនគ្នាជាមួយនឹងការតុបតែងយ៉ាងប្រណិតទាំងការ design ក្បាលក្រេមើលទៅដូចបងកំពុងតែនៅសន្តាគារផ្កាយ5មួយអញ្ចឹងបាទអញ្ចឹងពិសេសមែនតើសម្រាប់បន្ទប់មួយនេះហើយបន្ទប់មួយនេះគឺមានភាពតាក់ទាញ unit ច្រើនមែនតើនៅក្នុងបន្ទប់ទាំងមូលហើយដល់នេះយើងបាន design ជាមួយនៅខាងចុងជើងនេះបងអាចរៀបចំទូរទស្សន៍ខ្នាតធំមួយសម្រាប់ទស្សនាលក្ខណៈ private អីគឺបាទ special មែនតើកន្លែងនេះបាទមែនតើទៅបងអាចតាំងជាកដោអនុស្សាវរីយ៍បែបនេះក៏បានឬមួយទៀតបងអាចតាំងជាមួយនឹងបាទកបោអីក៏បានដែរតាមតម្រូវការជាក់ស្ដែងចំណុចពិសេសចុងក្រោយគឺជាវេរ៉ង់ដាធំបងប្អូនទាំងអស់គ្នាបាទចឹងពេលដែលយើងសារអាទិត្យនេអីបងចង់ enjoy ជាមួយនឹងបាទបរិយាកាសនៅខាងក្រៅគឺអែមស្រាមតែម្ដងបាទហើយនេះបងទាំងអស់គ្នាពេលដែលយើងចេញមកគឺមាន view ស្រស់ស្អាតមែនទែននៅខាងវេរ៉ង់ដារបស់យើងអញ្ចឹងសម្រាប់ផ្ទះមួយនេះបងទិញភ្លាមមានតែកោះពេញផ្ទះមានគ្រឿងសង្ហារឹមហើយស្រាប់តែម្ដងទិញភ្លាមកាន់សោជ្រុងនៅបានភ្លាមតែម្ដងកុំភ្លេចណាត់ជួបមកទស្សនាផ្ទះគំរូពិតទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល